តាជាហៅសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់វីដេអូទី23ថ្ងៃហ្នឹងខ្ញុំមកបន្តមេរៀនរបស់យើងបន្តទៀតគឺមេរៀនបន្តពីមេរៀនមូលដ្ឋានគ្រឹះថ្ងៃហ្នឹងខ្ញុំបានរៀបចំជាពាក្យក្លីបមួយចំនួនដែលតាក់ទងទៅនឹងការចាយវាយតាក់ទងទៅនឹងលុយកាក់អីចឹងណាហើយមានជាប្រយោគផងដែរអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរតោះទាញសភៅយកមកកត់ហើយយើងរៀនសូត្រទាំងអស់គ្នាថ្ងៃហ្នឹងយើងមានពាក្យចំនួន6អញ្ចឹងយើងចាប់ផ្ដើមអានទាំងអស់គ្នាបាទពាក្យទី1យើងអានថា付钱បាទសំឡេងទី4បាទ付钱បូកប្រែមកថាទូទាត់ឬមួយក៏ចំណាយបាទពាក្យទី2សោម៉ាបាទសោម៉ាបូកប្រែមកថា scan QR បាទអញ្ចឹងពេលដែលយើងទៅហាងឬមួយក៏យើងទៅញ៉ាំអីឬមួយក៏យើងទៅផ្សារទៅអីអញ្ចឹងពេលដែលយើងទិញអីរួចយើងត្រូវការ scan QR ដើម្បីបង់គេថាយើង scan QR ដើម្បីបាញ់លុយណាបាទអញ្ចឹងយើងអាចប្រើសោម៉ានឹងឯងបាទពាក្យទី3យើងមានពាក្យថា付现金បាទ付现金ទូទាត់ជាលុយបាទឥឡូវមកដល់ពាក្យទី4យើងអានថា刷卡បាទ刷卡បូកប្រែមកថាឆូតកាតបាទឆូតកាតក្នុងន័យនេះបានន័យសំដៅដល់ថាយើងឆូតកាតដើម្បីគិតលុយណាបាទអូខេអញ្ចឹងពាក្យទី5ម៉ាយតានបាទម៉ាយតានបូកប្រែមកថាគិតលុយបាទឥឡូវយើងមកដល់ពាក្យទី6យើងអានដល់គ្នាបាទសែវហ្វេបាទសែវហ្វេបូកប្រែមកថាលុយធីបបាទតោះឥឡូវយើងមកកាន់ប្រយោគឧទាហរណ៍ទាំងអស់គ្នាតាក់ទងទៅនឹងពាក្យខាងមុខនេះបាទអូសូមបញ្ជាក់បន្តិចផងដែរចំពោះពាក្យថាសោម៉ាពាក្យថាម៉ានេះបានន័យថា QR ដែលយើងហៅថា QR code ណាបាទដែលពាក្យពេញរបស់ម៉ាហ្នឹងមកពីអឺវ៉េម៉ាបាទអឺវ៉េម៉ាគឺ QR code ហ្នឹងប៉ុន្តែក្នុងនេះគេបានកាត់យកតែពាក្យថាម៉ាកន្ទុយនឹងទេយកមកប្រើណាបាទបានន័យថា QR ដូចគ្នាក្នុងន័យហ្នឹងបាទអូខេអញ្ចឹងយើងឥឡូវនេះយើងមកមើលតកតងទៅនឹងប្រយោគឧទាហរណ៍របស់យើងទាំងអស់គ្នាបាទប្រយោគទី1请问你怎么付钱请问បកប្រែមកថាសុំសួរថា你怎么付钱តើអ្នកគិតលុយដោយរបៀបណាដោយវិធីណាបាទយើងអាចឆ្លើយប្រែពាក្យបានថា我扫码ខ្ញុំ scan QR បាទខ្ញុំ scan QR អញ្ចឹងពីដែលយើងទៅហាងទៅញ៉ាំអីគេសួរយើងបាទ请问你怎么付钱សុំសួរថាតើអ្នកគិតលុយដោយវិធីណាឬក៏ដោយរបៀបណាដែរបាទន័យថាគិតលុយមិនអីអញ្ចឹងណាគេចង់ដល់ថាយើងគិតលុយជាលុយសុទ្ធឬមួយក៏យើងចង់បាញ់ជា QR ឬមួយក៏អីអញ្ចឹងទៅបាទអញ្ចឹងបើសិនជាយើងចង់និយាយថាខ្ញុំ scan QR បាទ我扫码បាទ我扫码ខ្ញុំ scan QR បាទឥឡូវយើងមកដល់ឃ្លាបន្ទាប់ទៀតបាទ你扫码还是付现金បាទតើអ្នក scan QR ឬក៏ទូទាត់ជាលុយហើយ是បកប្រែមកថាឬក៏付现金បកប្រែមកថាទូទាត់ជាលុយដែលយើងបានរៀនខាងមុខមុនហ្នឹងបាទអញ្ចឹងបើសិនជាយើងចង់ប្រាប់គេថាខ្ញុំទូទាត់ជាលុយអញ្ចឹងយើងអាចប្រាប់គេបានថា我付现金បាទ我付现金បាទ我付现金ខ្ញុំទូទាត់ជាលុយបាទសូមមកកាន់ឧទាហរណ៍មួយប្រយោគទៀត服务员买单服务员买单បកប្រែមកថាអ្នករត់តុគិតលុយអញ្ចឹង服务员បកប្រែមកថាអ្នករត់តុយើងស្ដាប់មើលទៅវាហាក់បីដូចជារៀងអាក្រក់ស្ដាប់មិនមែនអត់រៀងអត់សូវពីរោះស្ដាប់ប៉ុន្តែនៅក្នុងប្រទេសចិន服务员ហ្នឹងគឺគេសំដៅបានថាដូចអ្នកសវិស
nè để chăm cất lôi anh chẳng á hay cái nội dung pra sầmแบบเปลี่ยนนั่นคือcáiอัดกระทาจีเปียได้เหมือนกัวกอบใบไอ้นู้นเตะป่ะปีปูไทยทอมันนั่นในครองทางมวยยังมีเนี่ยบุคลิกได้กดจีเนี่ยกดลอยกดไอ้จังยังจองหายกดลอยยังไงฮะมันอ่ะphủ ui vậy mãi tan bà mãi tan nắng đây kia bà mãi tan kịch lùi ok phủ ui vậy mãi tan nè rồi tóc kịch lùi rồi mới cóในขนมจีพูดอย่างนี้ท่านเราไม่โกจีอาหารท่านเราไม่โกในขนมสันทากีấy cứ cái trong sầm đau từ đó nè sờ vi bà nè sờ vi năng ai chẳng hạn đôi ôn nè sờ vi cất lôi anh chẳng tới nào bà ok chẳng mà đoประโยคtrong cái mới tiết chẳng ăn thật ní bà给你2块小费bà给你2块小费chẳng bộ prai một tháng ao lôi thiệp nè $2 chẳng kể nhị nắng bộ prai một tháng ao nè 2块$2 xèo phây lôi thiệp ok chẳng bà xin cho bông trời ca mê riêng là nơi lực đặc hiện ấy đã bề nghi cót bông ai cho từ khung bà search telegram hay vì việc khang trọng này trong đó nhân viên bạc cá chiều group mối sầm rạp từ lệ sẵn lật cái camera này nhóm bạn trai làm lấy đến từ khung đó sầm rạp ai bông tiền cho nghe vô mà cọt bà chẳng ở con trai sầm rạp cả tam đàn tu sná video mới ní tăng bị đam rồi hồi đòi chọc chụp ní cho một chụp bạnនៅ videoបន្តទៀតអរគុណច្រើនបាយបាយចៃជៀន